សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ម្ដងទៀតមកកាន់ Channel សម្រាប់នៃរបស់យើងលើកនេះយើងចូលមកក្នុងភាគទី11នៃរឿង Studio Palmen God Live Agent ខ្លួនរបស់យើងហើយនិយាយទៅនៅសល់តាមភាគទៀតទេគឺចាប់ហើយហើយអត់មានចង់សួរអ្នកទាំងអស់គ្នាតិចមួយរយៈនេះព្រៀងរហូតតាសុខទុក្ខមិនដែរហើយកុំឲ្យខាតពេលយូរដោយរដូវអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាការសម្រាប់ព័ត៌មានចំណុចណាខ្វះខាតកុំភ្លេចជួយ comment ប្រាប់មាននៅខាងក្រោមផងហើយបើសិនជាចូលចិត្តគឺកុំភ្លេចជួយចុច like ម្នាក់មួយផងនិងកុំភ្លេចជួយចុច subscribe ហើយចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលមានបានផងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្រាប់ព័ត៌មានកាត់ចូលមកដល់សាច់ឡានហ្នឹងស៊ីណារ៉ូក៏បាននាំតវ៉ាហ្នឹងទៅកន្លែងណាត់ជួបតែនៅពេលដែលពួកគេបានទៅដល់កន្លែងហ្នឹងធ្វើឲ្យពួកគេនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះតែអគារដែលនៅណាត់ជួបហ្នឹងគឺជាអគារដ៏ធំមួយតែម្ដងតែអគារមួយហ្នឹងគឺជារបស់គ្រួសាររបស់យីប៉ែហ៊ីស៊ុយហ្នឹងឯងមើលឯកូនគេគឺអ្នកមានតែម្ដងទៅពេលដែលពួកគេកំពុងតាមវិញវល់ថាជាអគារហ្នឹងមែនអត់ហ្នឹងសន្តិសុខស្រីម្នាក់គឺបានចេញមកហៅឈ្មោះពួកគេហើយអញ្ជើញពួកគេចូលទៅខាងក្នុងទៅពេលដែលឡើងទៅដល់ខាងលើគឺធ្វើស៊ីនតារ៉ូភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះតែអ្វីដែលគាត់ត្រូវជិះហ្នឹងគឺជាហេលីកូបទ័រផ្ទាល់តែម្ដងពេលទៅកូនគេអ្នកមានធ្វើមិនក៏សមដែរទៅពេលដែលមកដល់ទីតាំងកន្លែងពួកគេត្រូវកំសាន្តហ្នឹងហើយយីប៉ែហ៊ីស៊ុយហ្នឹងគឺបានមកទទួលពួកគេផ្ទាល់តែម្ដងនៅពេលហ្នឹងយីប៉ែហ្នឹងគឺបានស្វាគមន៍ពួកគេហើយប្រាប់ពួកគេថាវ៉ាលីរបស់ពួកគេហ្នឹងគឺនឹងមកដល់តាមក្រោយតែពួកគេ14នាក់ហ្នឹងគឺអត់មានបានស្ដាប់ទេតែឲ្យតែភ័យផងអញ្ជើញជួលផងហើយមើលមុខយីប៉ែលីលីស្កាគឺហួចនឹងពួកនឹងខ្លាំងមែនតើហ្មងនៅពេលដែលយីប៉ែស៊ូស៊ូមេជឺចាប់ផ្ដើមសួរតាក់ទងជាមួយនឹងរឿងហេលីកូបទ័រហ្នឹងទើបយីប៉ែហ្នឹងចាប់ផ្ដើមថាងាប់តាមពិតទៅក្រុមហ៊ុនរបស់គ្រួសារយីប៉ែហ្នឹងគឺជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំទាំង4នៅក្នុងប្រទេសជប៉ុនសោះចឹងតែបានយីប៉ែហ្នឹងមានអារម្មណ៍ថាឈ្មោះយីប៉ែហ៊ីស៊ុយហ្នឹងដូចជាស្តៀងក្រុមហ៊ុនអីមួយមិនតែយីប៉ែនោះអីហ្នឹងក៏បានលន់មាត់និយាយដែរដោយសារតែក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនដែលកាន់កាប់ប៉ុស្តិ៍ទូមួយចំនួននៅក្នុងប្រទេសជប៉ុនផងដែរតែយីប៉ែលីលីស្កាហ្នឹងគឺបានបញ្ជាក់ប្រាប់ពួកគេមកថានេះគឺធ្លាប់ប្រាប់ឲ្យថាលោកតារបស់យីប៉ែហ្នឹងគឺជាមេរបស់កាប៉ាមួយទាំងមូលនៅក្នុងប្រទេសជប៉ុនតែម្ដងតែយីប៉ែស៊ីតារ៉ូហ្នឹងគឺបានមកបង្ហាញមកថារឿងទាំងពីរហ្នឹងវាអត់តាក់ទងគ្នាទេជប់សិនតែបើស្ដាប់ទៅវាដូចជាតំណងសមហេតុផលដែរតានិយាយទៅការបង្ហាញរបស់ពួកគេហ្នឹងគឺធ្វើឲ្យយីប៉ែហ៊ីស៊ុយហ្នឹងគឺកាន់តែយិនខ្លាំងមែនតែនតែម្ដងនៅពេលដែលចូលមកដល់ខាងក្នុងស៊ីតារ៉ូគឺកាន់តែភ្ញាក់ផ្អើលហ្មងដោយសារតែគាត់បានដឹងថាយីប៉ែហ្នឹងគឺមានអ្នកបម្រើផ្ទាល់ខ្លួនទៀតហើយអ្នកបម្រើម្នាក់នោះគឺឈ្មោះថាគឺយ៉ាគឺហើយម្នាក់ទៀតគឺឈ្មោះថាអាអូយតែប៉ុណ្្នឹងឯងពួកគេគឺជាបងប្អូនភ្លោះហើយពួកគេគឺមានចុះខ្សែស្ដាយវរៈជនកាប៉ាដែលបានបម្រើគ្រួសារផលយីប៉ែហ៊ីស៊ុយហ្នឹងតជំនាន់មកហើយនៅពេលដែលចូលមកដល់ខាងក្នុងស៊ីតារ៉ូគឺគាត់កាន់តែភ្ញាក់ផ្អើលហ្មងដោយសារតែគាត់គឺបានឃើញថាមានអ្នកបម្រើជាច្រើនតើពួកគេគឺជាកាប៉ាមែនហើយពួកគេគឺសុទ្ធតែជាមនុស្សស្រីតែម្ដងតែពេលដែលយីប៉ែស៊ូស៊ូមីបានទៅសារអំពីទំហំដ៏ធំរបស់ផ្ទះមួយហ្នឹងអ្នកបម្រើពីរនាក់ហ្នឹងគឺបានបកស្រាយប្រាប់ហ្មងថាតាមពិតទៅផ្ទះលំហែកាយមួយហ្នឹងគឺជាផ្ទះលំហែកាយដ៏ធំបំផុតរបស់គ្រួសារយីប៉ែហ៊ីស៊ុយហ្នឹងឯងនៅពេលដែលដើរកាត់ស្រះទឹកមួយហ្នឹងពេលទាំងពីរនាក់ហ្នឹងគឺបានរៀបរាប់ប្រាប់ពីប្រវត្តិស្រះទឹកហ្នឹងតែម្ដងស្រះទឹកហ្នឹងគឺធ្វើឡើងតាំងពីសម័យអេដូដែលជាសម័យបុរាណរបស់ជប៉ុនណានៅក្នុងសម័យហ្នឹងកាប៉ាគឺប្រៀបដូចជាព្រះនៃទឹកចឹងហើយពួកគេហ្នឹងគឺបានបង្កើតប្រព័ន្ធធារាសាស្ត្រជាច្រើនហើយបានឈរជើងបានមុនតាំងពីសម័យហ្នឹងមករហូតដល់បច្ចុប្បន្ននិយាយទៅស្រះទឹកហ្នឹងក៏ធ្លាប់មានប្រវត្តិដ៏ជូរចត់មួយដែរវាគឺជារឿងតាំងពីព្រេងនាមហើយគឺមានគូស្នេហ៍មួយគូព្រមលះបង់សម្បីតាដួងវិញ្ញាណរបស់ពួកគេដើម្បីឲ្យពួកគេហ្នឹងបានរស់នៅជាមួយគ្នាជារៀងរហូតទៅពេលហ្នឹងគឺពួកគេបានបូជាជីវិតហើយបានបង្កើតឲ្យទៅជាស្រះទឹកហ្នឹងមួយឡើងតែកន្លែងចំណុចហ្នឹងគឺអត់មានអត់ច្បាស់ទេអត់មានកាត់ន័យយល់ទេហើយប៉ែស៊ូស៊ូមីវិញគ្រាន់តែលើគឺមានអារម្មណ៍ថាឆ្អើមហ្មងស្អីគេស្លាប់ទៅរស់នៅជាមួយគ្នាជារៀងរហូតនៅពេលហ្នឹងស៊ីតារ៉ូគឺបានសួរតាក់ទងជាមួយនឹងអាសេរីកូដាម៉ាហ្នឹងតែហ្នឹងអញនិយាយថាវាជាអាដុំគុជវិញ្ញាណអញ្ចឹងណាតែពួកគេគឺបានបកស្រាយថាសេរីកូដាម៉ាហ្នឹងគឺស្ថិតនៅក្នុងអាផ្នែកច្រកខាងក្រោមនៃរាងកាយនិយាយទៅអាកន្លែងហ្នឹងយើងមិនបកស្រាយច្រើនទេហើយយីប៉ែហ្នឹងគឺក៏បានប្រាប់ស៊ីតារ៉ូដែរថាកុំឲ្យសួរច្រើនតាក់ទងជាមួយរឿងហ្នឹងវាគឺអត់សមរម្យនៅពេលដែលចូលបានមកដល់បន្ទប់ហ្នឹងយីប៉ែលីលីស្កាគឺបានហៅសមាជិកក្រុមវេទមន្តផងនាងមកប្រជុំនិយាយទៅយីប៉ែហ្នឹងគឺបានប្រាប់ថានាងគឺមាន plan សម្រាប់អាហារពេលល្ងាចចឹងហើយមុននឹងអាហារហ្នឹងមកដល់ពួកគេចង់ធ្វើអីធ្វើទៅតាមចិត្តតែពួកហ្នឹងគឺអស់សង្ឃឹមមកថាយីប៉ែហ្នឹងគឺអត់មានរៀបចំ plan អីនិយាយឲ្យតែបានហ្នឹងដោយសារតែឃើញអាកាសល្អចឹងយីប៉ែអ្នកបម្រើពីរនាក់ហ្នឹងគឺបានបើកទ្វារចូលមកថាមិនបានលេងស៊ូម៉ូទៅមិនដែរហើយគាត់តែឃើញវាស៊ីនតារ៉ូគឺហួសចិត្តមកថាមិនក៏មានឆាកស៊ូម៉ូនៅហ្នឹងតែនៅពេលដែលឃើញកាយវិការស៊ូម៉ូរបស់ពួកគេហ្នឹងគឺធ្វើឲ្យស៊ីនតារ៉ូហ្នឹងសូមចាក់ចាញ់ភ្លាមៗមកពេលហ្នឹងយីប៉ែហ៊ីស៊ុយក៏បានមកសុំទោសដែរដោយសារតែនាងទម្លាប់ខាប់ប៉ាគឺចូលចិត្តស៊ូម៉ូខ្លាំងមែនទែនហើយអ្នកបម្រើម្នាក់ទៀតហ្នឹងគឺបានស្ទុះចេញមកនិយាយជាមួយនឹងស៊ីនតារ៉ូទាំងគួយខ្លាចមកថាតាមពិតទៅពួកគេគឺចូលចិត្តទាំងស៊ូម៉ូហើយនឹងប្រសក់តាំងពីក្នុងសរសៃឈាមរបស់ពួកគេមកនិយាយទៅតាំងពីក្នុងសែនឡើងតែម្ដងនៅពេលដែលឃើញថាអត់មានអ្នកគេចង់លេងស៊ូម៉ូអញ្ចឹងយីប៉ែគឺចាគឺហ្នឹងគឺបានប្រពូពួកគេទៅលេងឆ្នេរសមុទ្រវិញទៅមិនដែរហើយសម្រាប់ឈុតថែទឹកមិនបាច់ចាំខ្វល់ទេព្រោះថាពួកគេគឺមានឈុតថែទឹកមនុស្សស្រីជាច្រើនហ្មងរើសតាមចិត្តនៅពេលដែលយីប៉ែស៊ូស៊ូមីនឹងបានឃើញនាងគឺលន់មាត់មកថាមើលទៅវាដូចជាកូនសាទៅនៅមួយចឹងតែអត់មានគឺអត់យល់សោះហ្មងស៊ីនតារ៉ូទៅចូលកន្លែងប្រកបមនុស្សស្រីនឹងដែរទៅអីអត់ដឹងថាគ្នាអៀនអីអត់ទេនៅពេលដែលចាប់អារម្មណ៍ថាខ្លួនឯងចូលខុសកន្លែងអញ្ចឹងគាត់គឺបានសួរយីប៉ែគឺចាគឺនឹងថាតើមានឈុតថែទឹក
ផងមនុស្សប្រុសអត់ទៅពេលដែលនឹងលឺចឹងព្រាមវាធ្វើឲ្យពេលនឹងភ្ញាក់ផ្អើលហ្មងតាមពិតទៅនាងគឺគិតថាស៊ីនតារ៉ូគឺជាមនុស្សស្រីហើយមិននឹកស្មានទេថាស៊ីនតារ៉ូគឺជាមនុស្សប្រុសតែត្រឹមតែនាងទេណាសម្រាប់ថាអ្នកបម្រើមកផ្ទះនឹងតែម្ដងគឺភ្ញាក់ផ្អើលដែលដឹងថាស៊ីនតារ៉ូគឺជាមនុស្សប្រុសនិយាយទៅធ្វើដូចមិនដែលបានឃើញមនុស្សប្រុសតែអត់មានឈុតហែទឹកស្គួរសម្រាប់គាត់ចឹងហើយគាត់គឺមានតែខ្ចីការពួកនឹងយកមកប្រើសិននៅក្នុងកំឡុងពេលហ្នឹងយេប៉ែអ៊ីក៏បាននិយាយដែរថានាងគឺមិននឹកស្មានទេថាស៊ីនតារ៉ូគឺជាមនុស្សប្រុសតែស៊ីនតារ៉ូនឹងគាត់សួរបញ្ជាក់ហ្មងថារបៀបនិយាយហើយនឹងកាយវិការរបស់គាត់នឹងទៅនឹងហាក់ដូចទៀតមែនហើយពេលហ្នឹងគឺបាននិយាយចេញមកទាំងឆ្កងតែម្ដងនាងគឺគិតថាស៊ីនតារ៉ូគឺប្រហែលជាមកពីគ្រួសារអ្នកមានមួយដែលត្រូវបានតម្រូវឲ្យធ្វើជាកូនប្រុសហើយរៀបរឹកធ្វើដូចជាកូនប្រុសចឹងគាត់ទៅលើព្រាមស៊ីនតារ៉ូហ្នឹងគឺហួសចិត្តខ្លាំងហ្មងហើយពេលហ្នឹងគឺនៅជាបន្ថែមទៀតថានាងគឺនឹកស្មានទេថាអ្នកនាងម្ចាស់ហ៊ីស៊ុយរបស់នាងគឺមានមិត្តភក្តិជាមនុស្សប្រុសមកដល់ចំណុចហ្នឹងស៊ីនតារ៉ូគាត់គឺអាចយល់បានពីព្រោះថាយេប៉ែហ្នឹងគឺអត់សូវហ៊ាននិយាយជាមួយនឹងមនុស្សប្រុសទេត្រូវអត់ហើយប៉ែគឺចាគឺហ្នឹងក៏បានជាបន្ថែមទៀតដែរថាយេប៉ែហ៊ីស៊ុយសាមាផងនាងហ្នឹងមុននឹងក្រោយនឹងខ្លាយទៅជាកាប៉ាទី1នៅក្នុងចំណោមកាប៉ានៅក្នុងប្រទេសជប៉ុនទាំងអស់ទាំងហើយនៅថ្ងៃអនាគតនៅពេលដែលនាងទទួលបានស៊ីរីកូដាម៉ារបស់មិត្តភក្តិសំណប់ផងនាងនឹងកាន់តែបរិសុទ្ធថែមទៀតពេលទៅប៉ែស៊ីនតារ៉ូហ្នឹងគឺនៅតែយល់បងថាស៊ីរីកូដាម៉ាហ្នឹងគឺជាអ្វីឲ្យប្រកបមូលហេតុហ្នឹងហើយទើបធ្វើឲ្យនាងគឺពោពេញទៅដោយអ្នកបម្រើស្រីនៅជុំវិញខ្លួនជារៀងរហូតចឹងតែម្ដងហើយមនុស្សប្រុសដែលនាងបាននិយាយគឺជាគ្រួសាររបស់នាងតែប៉ុណ្ណោះតែឥឡូវទៅលើយេប៉ែនឹងនិយាយចឹងខ្ញុំគឺធ្វើឲ្យស៊ីនតារ៉ូបានសួរទាំងរ៉ារួតែម្ដងថាចឹងគាត់អាចនៅសម្រាប់នៅនឹងបានអត់យប់ហ្នឹងសរុបពេលហ្នឹងតូវ៉ាគឺបានចូលហួរមកសុំទោសគាត់ដោយសារតានាងធ្វើឲ្យគាត់រងចាំតែស៊ីនតារ៉ូនៅពេលដែលបានឃើញតូវ៉ាខ្ញុំគឺធ្វើឲ្យគាត់គៀងហ្មងហើយគាត់បានគិតក្នុងចិត្តថាតើគាត់នឹងគួរតែកលេចមើលទៅទិសខាងណាបានត្រឹមត្រូវព្រោះថាលេងមកគ្រប់ទិសចឹងឯវិញបើនិយាយពីយេប៉ែអត់លើសឹកយើងវិញនាងគឺពិតជាអៀនខ្លាំងមែនតើបើសិនជានាងដឹងថាម៉ាឡេសម្រាប់ជាមួយនឹងស៊ីនតារ៉ូនាងគឺប្រកាសជាសម្រក់ក្បាលពោះរបស់នាងហើយបានមុនជាមិនខានទេតែអ្វីដែលសំខាន់ណាស់នាងគឺបែរជាស្រកខ្លាញ់នៅកន្លែងដែលមិនគួរស្រកទៅវិញតែចំណុចហ្នឹងយើងមិនចាំសួរទេតិចទៀតទៅដឹងហើយបើគិតឲ្យសោកទៅហើយណានាងគឺពិតជារំភើបចិត្តខ្លាំងមែនតើដែលបានម៉ាឡេសម្រាប់ជាមួយនឹងស៊ីនតារ៉ូស្របពេលដែលណូអេបបួលស៊ីនតារ៉ូម៉ាឡេបានផ្ទះហ្នឹងស៊ីនតារ៉ូគឺបានប្រវែស្ថានភាពវិញភ្លាមតែម្ដងដោយគាត់បានសុំចូលខ្លួនមកអាងបាវីខ្ជូឲ្យពួកគេវិញនិយាយទៅគាត់គឺអាចស៊ូទ្រាំមកធ្វើចរិតធម្មតានៅមុខស្ថានភាពបែបហ្នឹងបានទេតែបើនិយាយចឹងបាត់ជាពាក់ស៊ឺស៊ឺមីយើងទៅណាបាត់ដែរស្របពេលហ្នឹងសលេងមួយបាននិយាយឡើងមកថាតើស៊ីនតារ៉ូកំពុងតែអៀតមែនទេការបង្ហាញខ្លួនផងយេប៉ែលីលីស្កាហ្នឹងគឺធ្វើឲ្យស៊ីនតារ៉ូភ្ញាក់ផ្អើលខ្លាំងមែនតើហើយមូលហេតុដែលនាងស្លៀកពាក់បែបហ្នឹងគឺដោយសារតែកំណើតថ្ងៃនៅឆ្នេរសមុទ្រហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ដល់នាងដែលជា vampire ហ្នឹងក៏ចំនួនដែរហើយស៊ីនតារ៉ូគឺបានសួរហ្មងថាអត់ក្តៅទេមែនហើយយេប៉ែហ្នឹងគឺបានប្រាប់ថាក្អៅហ្នឹងគឺឆ្នៃឡើងពិសេសពីគ្រួសាររបស់យេប៉ែពីសុយហ្នឹងហើយវាហ្នឹងគឺឆ្នៃយ៉ាងពិសេសបំផុតសម្រាប់អ្នកលេងកីឡាគ្រាន់តែនិយាយដល់ចំណុចហ្នឹងព្រាមយេប៉ែអ្នកបម្រើពីរហ្នឹងចាប់ផ្ដើមចេញមុខមកទៀតហើយយេប៉ែគឺចាគឺហ្នឹងគឺបានប្រាប់ថាគ្មានអ្វីដែលមិនអាចទៅរួចទេសម្រាប់ក្រុមហ៊ុនស៊ឺរឺមីនិយាយទៅយេប៉ែនៅអីហ្នឹងគឺទ្រាំលេងបានហើយបានស្ទុះទៅចាប់អស់ដៃស៊ីនតារ៉ូទៅលេងទឹកជាមួយនឹងគ្នាតែម្ដងហើយយេប៉ែស៊ឺស៊ឺមីវិញក៏ដូចគ្នាបានបបួលពួកគេទាំង3នាក់ហ្នឹងទៅលេងទឹកជាមួយគ្នាតែម្ដងមានអារម្មណ៍ថាឃើញភ្លុំឃើញកោះច្រើនដល់ហើយឥឡូវយើងក៏មើលច្រើនតិចនាំតែខូចភ្នែកទេយើងចូលមកដល់កន្លែងវគ្គបន្ទាប់របស់យើងតែម្ដងពេលដែលកំពុងអានសាច់អាំងហ្នឹងយេប៉ែនៅអីគឺបានប្រាប់ស៊ីនតារ៉ូថាមានទាំងអស់ស៊ីនតារ៉ូនៅពេលដែលតូវ៉ាឃើញសមុទ្រដបងនេះគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើនិយាយទៅនៅពេលដែលយេប៉ែនឹងឃើញទឹកសមុទ្រដបងយេប៉ែនឹងគឺឆ្ងល់ខ្លាំងមែនតើថាងាប់តែហ្នឹងគឺជាទឹកប្រៃទាំងអស់មែននាងគឺអត់ដឹងទេថាគួរតែបង់អំបិលបានកញ្ចប់បានទឹកទាំងអស់ហ្នឹងវាប្រៃទៅជាប្រៃអញ្ចឹងគាត់ទៅលើចឹងភ្លាមវាធ្វើឲ្យស៊ីនតារ៉ូចង់មើលអាស្ថានភាពហ្នឹងខ្លាំងមែនតើហ្មងពេលហូបពេលហើយនៅពេលដែលស៊ីនតារ៉ូគឺបានយកពោតឆ្អិតមួយទៅសួរយេប៉ែហ៊ីស៊ុយហ្នឹងថាមានបានញ៉ាំពោតហើយនៅហ្នឹងយេប៉ែហ្នឹងគឺនៅតែផ្អើលជាមួយគាត់ចឹងដែលធ្វើឲ្យគាត់បានគិតថាទោះបីជាយេប៉ែហ្នឹងអាចនិយាយជាមួយគាត់ក៏ដោយក៏នៅតែមិនទាន់ត្រឡប់ដែរហើយគាត់គឺចង់សុំនាងថាតើគាត់គឺអាចហៅឈ្មោះនាងថាហ៊ីស៊ុយចាំងបានអត់នៅពេលដែលគាត់បានឃើញកាយវិការបែកបាយផងយេប៉ែហ្នឹងគាត់គឺគិតថាយេប៉ែហ្នឹងប្រហែលជាឲ្យគាត់ហៅឈ្មោះហ្នឹងទេតាមមើលហើយយេប៉ែហ្នឹងគឺបានយល់ព្រមជាមួយគាត់ទាំងរៀនតែម្ដងនៅពេលដែលយេប៉ែហ្នឹងកញ្ឆក់ពោតពីគាត់ហើយណាយេប៉ែហ្នឹងគឺបានរត់ទៅកាន់យេប៉ែលីលីស្ការួចប្រាប់នាងថាវាជាលើកទី1ដែលមានមនុស្សប្រុសហៅឈ្មោះផងនាងវាធ្វើឲ្យនាងហ្នឹងអត់ដឹងថាមិនខ្មាទេក្នុងខ្លួននៅពេលដែលស៊ីនតារ៉ូកំពុងតែអង្គុយផឹកទឹកហ្នឹងតូវ៉ាគឺបានចូលមកនិយាយជាមួយគាត់អីយ៉ាលេងឲ្យមកទីចឹងហ្មងពេលហ្នឹងតូវ៉ាបាននិយាយរាប់ជាមួយនឹងគាត់យ៉ាងច្រើនតាក់ទងជាមួយនឹងក្លិនផុសទឹកសមុទ្រជំហាយខ្យល់នៅទឹកសមុទ្រការដើរនៅលើឆ្នេរខ្សាច់ទោះបីជានាងធ្លាប់ដឹងពីរឿងហ្នឹងពីមុនមកក៏ដោយតែការជួបបទពិសោធន៍ផ្ទាល់អញ្ចឹងវាធ្វើឲ្យនាងមានអារម្មណ៍ថាថ្មីស្រឡាងតែម្ដងហើយនាងគឺអត់ដែរគិតទេថាទឹកសមុទ្រវាស្អាតដល់ម្លឹងតែបើនិយាយទៅការពេលអាយហែទឹកហ្នឹងវាធ្វើឲ្យនាងមានអារម្មណ៍អៀនមិនទេនាងគឺអត់ទលាប់ទេដោយសារតែនាងមានអារម្មណ៍ថាដូចនាងពាក់គ្រឿងក្នុងប្រហែលគេអញ្ចឹងកាប់ចូលមកដល់ល្ងាចឡើងនៅពេលដែលពួកគេទាំងអស់គ្នាហ្នឹងកំពុងតអរគុណយេប៉ែលីលីស្កាហ្នឹងអ្នកបម្រើពីរអ្នកហ្នឹងគឺបានចូលខ្លួនមកទៀតហើយយេប៉ែ AOE ហ្នឹងគឺបានចូលមកសួរពួកគេថាតើពួកគេចង់មួយទឹកក្តៅមុនអាហារពេលល្ងាចអត់ប៉ុន្តែលើកអញ្ចឹងយេប៉ែស៊ឺស៊ឺមីគឺភ្ញាក់ផ្អើលខ្លាំងហ្មងថានៅហ្នឹងមានទឹកក្តៅទៀតពិតជាលយខ្លាំងមែនតើតែយេប៉ែ AOE ហ្នឹងគឺបានសុំទោសយេប៉ែស៊ីនតារ៉ូហ្មងដោយសារតែបន្ទប់ទឹកហ្នឹងគឺមានសម្រាប់តែមនុស្សស្រីឯងហើយតើគាត់អាចទៅមួយទឹកកលៀនជាងនៅកន្លែងសយាផ្ទះបានអត់ប៉ុន្តែលើអញ្ចឹងយេប៉ែស៊ីនតារ៉ូហួចចិត្តទេតែគៀនកលៀនជាងអញ្ចឹងមែនហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែសម្ភារៈប្រើប្រាស់សម្រាប់មួយទឹកហ្នឹងក៏មានតែសម្ភារៈផងមនុស្សស្រីដែរតែស្របពេលហ្នឹងយេប៉ែណូអេហ្នឹងគឺបានមកសួរសំណួរចម្លែកទៀតដែរថានៅពេលណាទើបស៊ីនតារ៉ូ
រ៉ូផងមកលួចមើលពួកគេមកទឹកដែរគាត់ទៅលើចឹងខ្ញុំស៊ីនតារ៉ូគឺបានឆ្លើយតែអៀនហ្មងតាមមិនបានគាត់ត្រូវទៅលួចមើលពួកគេមកទឹកហើយនាងគិតមិនក្នុងខ្លួនហ្នឹងតែយពេលហ្នឹងគឺបានឆ្លើយហ្មងថាក្រែងវាជារឿងធម្មតាតែសម្រាប់បន្ទប់ទឹកសាធារណៈតែសម្រាប់ពេលហ្នឹងយពេលហ្នឹងទៅនឹកឃើញថាអញរឿងហ្នឹងមានតែក្នុងរឿងទេមែនហើយនេះគឺជាស្ថានភាពរបស់ស៊ីនតារ៉ូមុជទឹកនៅកន្លែងដងទលាទៀតហើយនៅពេលដែលគាត់កំពុងតែមុជទឹកហ្នឹងយពេលលីលីស្កាគឺបានចូលមកបញ្ញាក់គាត់ទៀតហើយហ្នឹងគឺនឹងពេលកញ្ចប់មកពីណាហើយមកបង្ហាញឈុតហែកទឹកផងទៀតហើយក៏បានខុសទៅវិញបាត់ពួកស៊ីនតារ៉ូនឹងស្នើបងថាកូនហ្នឹងពេលកញ្ចប់មកពីណាទៀតហើយសម្រាប់ពេលហ្នឹងឈុតមួយចំនួនដែរហ្វេនចង់មើលហ្នឹងគឺចាប់ផ្ដើមបង្ហាញខ្លួនចេញមកហើយតែបាច់ភ័យអត់មានបងតរតិចនឹងកំជុំនិយាយទៅបើសិនជាចង់មើលទៅមើលនៅក្នុង website ផ្ទាល់ណា admin សូមបាំងហើយនិយាយទៅនៅពេលដែលពួកគេបានមើលឃើញឈ្មោះផលយប៉ែហ៊ីស៊ុយនៅកន្លែងទឹកក្តៅហ្នឹងធ្វើឲ្យពួកគេឆ្ងល់ខ្លាំងហ្មងតែយប៉ែលីឌីស្កាក៏បានបកស្រាយប្រាប់ថាអាងហែទឹកហ្នឹងត្រូវបានគ្រួសារផលយប៉ែហ៊ីស៊ុយហ្នឹងធ្វើឡើងដើម្បីឲ្យយប៉ែហ្នឹងរៀនមួយទឹកនៅពេលដំបូងបំផុតនិយាយទៅគ្រួសារគេអ្នកមានធ្វើអីក៏សមដែរតែស្របពេលដែលយប៉ែស៊ូស៊ូមីងាកទៅកាន់យប៉ែណូអេហ្នឹងគឺឃើញថាយប៉ែហ្នឹងឡើងខំដូច lobster អញ្ចឹងហើយគាត់តែឃើញអញ្ចឹងយប៉ែហ្នឹងគឺបញ្ញាប់ដេញឲ្យយប៉ែណូអេងើបចេញទៅលឿនហ្មងដល់ពេលហ្នឹងយប៉ែណូអេហ្នឹងគឺបានគិតថាបើសិនជាបានស៊ីនតារ៉ូមកមួយទឹកជាមួយនឹងពួកគេដែរក៏ជាល្អជាមិនខានទេតែមើលយប៉ែស៊ូស៊ូមីចិត្តមួយទឹកជាមួយគ្នាហើយគិតឡើងចឹងនិយាយទៅគឺធ្វើឲ្យយប៉ែហ្នឹងអៀនខ្លាំងមែនតើមកឲ្យស្រីថាវាមិនអាចទៅរួចទេវាមិនអាចទៅរួចទេដល់ពេលហ្នឹងយប៉ែលីលីស្កាគឺបាននិយាយទៅកាន់ពួកគេឲ្យបញ្ញាប់កក់សក់បើមិនចឹងទេសក់របស់ពួកគេពិតជាសពងជាមិនខានតែសម្ដីហ្នឹងគឺបានតាក់ទាញចំណាប់អារម្មណ៍របស់យប៉ែស៊ូស៊ូមីខ្លាំងមែនតើយប៉ែហ្នឹងមើលគេឲ្យគិតនោះចិត្តទៀតថាតោវ៉ាគឺពិតជាស្រស់ស្អាតខ្លាំងមែនតើដើម្បីតាម Marshmallow របស់នាងក៏ចឹងដែរតែបើប្រៀបធៀបជាមួយនឹងផលខ្លួនឯងវិញមើលហើយនាងគឺអត់និយាយថាខ្លួនឯងនឹងវាតូចទេតែសំខាន់ណានាងគឺពិតជាចង់បានចឹងដែរដោយសារតែយប៉ែហ្នឹងឡើយតែគិតឲ្យ Marshmallow ហ្នឹងយប៉ែ Noe គឺបានមកសួរយប៉ែស៊ូស៊ូមីមកថាតើមានបញ្ហាអីមែនតែយប៉ែហ្នឹងគឺបានទៅសម្លឹង Marshmallow របស់យប៉ែ Noe ហ្នឹងទៀតហើយហើយមកអង្គុយខូចចិត្តខ្លួនឯងថាមិនក៏ Marshmallow របស់នាងហ្នឹងលូតលាស់យឺតខ្លាំងមែនហើយយប៉ែ Noe ហ្នឹងគឺអត់គិតអីក្នុងខ្លួនទេមកសុំចាប់ Marshmallow របស់យប៉ែស៊ូស៊ូមីវិញមូលហេតុហ្នឹងគឺដោយសារតែនាងបានឃើញថាយប៉ែស៊ូស៊ូមីហ្នឹងបានមកស្លឹង Marshmallow របស់នាងហើយទើបនាងគិតថាប្រហែលជាយប៉ែហ្នឹងចង់ដឹងពី Marshmallow របស់នាងចឹងហើយទើបនាងសុំចឹងហើយយប៉ែ Lily Ska ហ្នឹងគឺបាននិយាយថាវាជាប្រពៃណីទៅហើយសម្រាប់មនុស្សស្រីជប៉ុននោះតែចង់ដឹងពី Marshmallow គ្នាវិញទៅមកចឹងហើយនៅពេលដែលមួយទឹកក្នុងគ្នាគាត់ទៅលើគេយប៉ែស៊ូស៊ូមីបានថាឲ្យប៉ែ Lily Ska មកថាកុំមកព្រៀន Angel រឿងរ៉ាវខុសៗចឹងហើយរឿងហ្នឹងគឺមានតែនៅក្នុងការគិតរបស់មនុស្សប្រុសទេតែអ្នកដែលផ្ញើការពិតប្រាកដហ្នឹងគឺជាយប៉ែ Noe ពីព្រោះថានេះគឺខូចចិត្តខ្លាំងមែនទែនដោយសារតែគ្មានរឿងក្នុងខ្សែភាពយន្តណាមួយកើតឡើងនៅក្នុងរឿងជីវិតពិតសោះតែម្ដងនិយាយទៅយប៉ែស៊ូស៊ូមីហ្នឹងអត់យល់ហ្មងថាយប៉ែ Noe ហ្នឹងគិតអីទៀតហើយតែបើបកមកមើលយប៉ែ Lily Ska វិញគឺបែរជាតែលួងខ្លួនឯងជាមួយនឹងយប៉ែហ៊ីស៊ុយវិញថាបើអីទេពួកយើងគឺនៅលូតលាស់តទៀតតែយប៉ែហ៊ីស៊ុយវិញគឺអត់យល់ហ្មងថាយប៉ែហ្នឹងពងនិយាយអីនិយាយទៅយប៉ែ Lily Ska ដឹងថាយប៉ែហ៊ីស៊ុយហ្នឹងយល់តែគាត់តែធ្វើជាអត់យល់តែប៉ុណ្្នឹងតែតវ៉ាគឺអត់ដឹងពីស្ថានភាពហ្នឹងសោះហ្មងនិយាយទៅអ្នកភ្នំគឺអត់យល់ពីអ្នកនៅក្តីកោះឯងតែស្របពេលហ្នឹងពួកគេបានចាប់អារម្មណ៍ថាមិនក៏មានប្រើធ្លាក់ចឹងបើកលេចទៅកាន់យប៉ែ Noe វិញគឺយប៉ែហ្នឹងកំពុងតែបន្តខ្លួនឯងមកថានាងគឺពិតជាល្ងងខ្លាំងអត់ដឹងអីសោះពីពិភពលោកពិតចឹងហើយសោមមុខនាងណាស់គួរតែនៅក្នុងផ្ទះចាក់សោខ្លួនឯងអស់មួយជីវិតទៅគាត់ទៅលើយប៉ែហ្នឹងនិយាយចឹងហើយប្រើធ្លាក់កាន់តែខ្លាំងយប៉ែស៊ូស៊ូមីគឺបានប្រាប់មកថាពួកនាងហ្នឹងមិនមែនមកមុជនៅក្នុងអាងព្រើទាំងរដូវក្តៅចឹងទេធ្វើចឹងវាត្រូវទេទូអារម្មណ៍ទៅនិយាយទៅធីមស្រីគេហ្នឹងរឿងថ្មីមករហូតមកអត់ជាសាមវិញតែមានសំឡេងតិចក្នុងវាអាងហែកទឹកហ្នឹងមានគ្រាន់តែបកប្រែអត់មានបញ្ចេញបញ្ចូលពីអីចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាគឺថាគាត់មានថារោគចិត្តទេកាត់មកកាន់ស៊ីនតារ៉ូវិញគាត់គឺចាំពួកនឹងយូរខ្លាំងមែនតើហ្មងគាត់ទៅលើស៊ីនតារ៉ូលោចឹងយប៉ែអ្នកបម្រើពីរអ្នកហ្នឹងចូលខ្លួនមកទៀតហើយផងពពោះស៊ីនតារ៉ូលេងស៊ូបូមួយស្មើតែគាត់ទៅលើគាត់បាយខ្សែឃ្លៀបមកពួកនឹងចាប់ផ្ដើមដូរចរិតវិញមកត្រឹមត្រូវវិញហើយតេតងជាមួយនឹងសំណួរដែលស៊ីនតារ៉ូបានសួរពួកគេថាអាចនឹងស្នាក់នៅយប់នឹងបានអត់ពួកគេគឺបានសម្រេចចិត្តហើយថាពួកគេនឹងបំភ្លេចថាស៊ីនតារ៉ូគឺជាមនុស្សប្រុសមូលហេតុហ្នឹងគឺដោយសារតែពួកគេបានឃើញថាអ្នកនាងហ៊ីស៊ុយរបស់ពួកគេហ្នឹងគឺមានអារម្មណ៍ថាសប្បាយជាងធម្មតាដែលពួកគេនឹងអត់ធ្លាប់បានឃើញពីមុនមកតែបាទស៊ីនតារ៉ូហ៊ានធ្វើអ្វីផ្ដាស់លើអ្នកនាងគេនោះគឺនិយាយទៅតែបម្រើពីអ្នកហ្នឹងកាន់តែសក់យកមកគម្រាមស៊ីនតារ៉ូតាមគួរឲ្យខ្លាចហ្មងព្រោះស៊ីនតារ៉ូនឹងបានស្បត់មកថាគាត់គឺនឹងមិនធ្វើអ្វីផ្ដាស់ទេហើយសាច់រឿងរបស់យើងក៏បានបង្ហាញពីការញ៉ាំអាហារពេលល្ងាចរបស់ពួកគេនិងការលេងនឹងផ្សារតិចតួចដែរដោយសារតែនឿយហត់បន្ទាប់ពីការដើរលេងរបស់ពួកគេហើយហ្នឹងស៊ីនតារ៉ូគឺបានប្រាប់ពួកគេឲ្យចូលគេងពីក្បាលប្រឡំតិចនៅពេលដែលគាត់កំពុងគេងតែហ្នឹងគាត់គឺបាននឹកឃើញថាពួកគេគឺធ្លាប់បាននិយាយប្រាប់គាត់ថានៅពេលយប់គាត់គឺអាចប្រើកន្លែងមុជទឹកនឹងបាននិយាយទៅនៅពេលដែលគាត់មកដល់កន្លែងមុជទឹកធំហ្មងគាត់មានអារម្មណ៍ថាលុចសេរីខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺធ្លាប់តែប្រើកន្លែងអាងមុជទឹកតូចៗនៅក្នុងអាផាតមិនរបស់គាត់តែប៉ុណ្ណោះនៅពេលដែលគាត់និយាយហ្នឹងគាត់គឺបានចាប់អារម្មណ៍ថាយប៉ែហ៊ីស៊ុយហ្នឹងក៏នៅមុជទឹកនឹងដែរព្រមតែពួកគេចាប់អារម្មណ៍មើលឃើញគ្នាណាគឺទល់មុខគ្នាបាត់ហើយតែសំណាងស៊ីនតារ៉ូដែរដែលមានកសែងមួយទុកបាំងកុំអីចាប់បដ ហើយនៅពេលហ្នឹងគាត់គឺបានប្រកែកបងថាគាត់គិតថាកន្លែងហ្នឹងអត់មានមនុស្សទេអត់ទេគាត់គឺគេអត់លក់អត់ទេគាត់សុំទោសគាត់ចេញទៅហើយតែស្របពេលហ្នឹងយប៉ែហ៊ីស៊ុយបាននិយាយថាមិនអីទេបើចេញទេនាងគាត់ទៅមកចំហៀងទៀតទៅគឺបានហើយនិយាយទៅយប៉ែហ៊ីស៊ុយហ្នឹងបានខាត់អាប៉ែហ្នឹងដោយអចេតនាហើយអាប៉ែហ្នឹងគឺហ៊ានចេញឯដោយសារតែយប៉ែហ្នឹងខាត់តែនៅក្នុងចិត្តតែខ្លាចយប៉ែអ្នកបម្រើហ្នឹងកាប់គាត់ស៊ីខ្លាំងមែនតើស្របពេលហ្នឹងយប៉ែហ៊ីស៊ុយបានអរគុណគាត់ដោយសារតែគាត់ទើបអ្នកទាំងអស់គ្នាហ្នឹងបានមកជួបជុំគ្នាអញ្ចឹងនិយាយទៅឲ្យតែមានគាត់ដែរស្ថានភាពគឺវាកាន់តែល្អប្រសើរហើយនឹងសប្បាយជាងមុនទៀត
ទៀតគាត់ប្រកាសជាមានកម្លាំងពិសេសអីមួយដែលធ្វើឲ្យអ្នកដទៃជុំវិញខ្លួនគាត់នឹងមានអារម្មណ៍ថាដូចជាផ្ទះចឹងនៅពេលដែលបាននៅជិតគាត់នៅពេលដែលគាត់សួរបញ្ជាក់ថាចុះនាងហ្នឹងណាយាយប៉ែហ៊ីស៊ុយគឺបាននិយាយថាយាយប៉ែលីលីស្កាក៏អញ្ចឹងដែរនាងលេងយ៉ាងសប្បាយសូម្បីតែនាងក៏អញ្ចឹងដែរសរុបពេលហ្នឹងគាត់គឺបានសួរយាយប៉ែនឹងមកថាយាយប៉ែនឹងចូលចិត្តលីលីស្កាខ្លាំងមែនហើយមករៀនវិទ្យាល័យនៅហ្នឹងដោយសារតែយាយប៉ែនឹងដែរមែនតែយាយប៉ែហ៊ីស៊ុយហ្នឹងគឺបានប្រាប់ថាអត់ទេហើយនាងស្គាល់យាយប៉ែលីលីស្កាហ្នឹងនៅពេលដែលនាងចូលរៀនហើយហ្នឹងនិយាយទៅមូលហេតុហ្នឹងគឺដោយសារតែនាងគឺបានទទួលពាក្យទំនាយមួយនៅពេលដែលនាងរៀនបឋមនាងគឺបានជួយលោកយាយចាស់ម្នាក់ពីការលងទឹកហើយគាត់គឺបានប្រាប់នាងថានាងគឺគួរតែរៀនទម្លាប់និយាយជាមួយនឹងមនុស្សប្រុសបើសិនជានាងធ្វើអញ្ចឹងបានណាពិភពលោកថ្មីមួយនឹងបើកទូលាយសម្រាប់នាងបើសិនជានិយាយឲ្យច្បាស់ទៅនិស័យរបស់នាងគឺធ្វើឲ្យនាងនឹងមានសំណាងជាមួយនឹងមនុស្សប្រុសហើយស្របពេលហ្នឹងអេដមីនរៀបនឹងសរសើរលោកយាយនឹងឯហ្នឹងគាត់តាំងមកប្រម៉ូទទៀតហើយថាមួយសន្លឹកហ្នឹងតែ10000យេនទេហើយបើសិនជានាងទិញម្ដង5សន្លឹកហើយគាត់លក់តែ50000យេនទេនិយាយទៅលោកយាយហ្នឹងគាត់គឺប្រម៉ូទអត់លះតែម្ដងទោះបីជាយ៉ាងណាក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាសឹងស្រួលដែរតែនៅពេលដែលនាងបានជួបគាត់តែវាធ្វើឲ្យនាងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនហើយនាងគឺពិតជាគិតត្រូវដែលបានបដូរមកសាលាហ្នឹងងាកមកកាន់ Center វិញគាត់គឺមានអារម្មណ៍ថាគាត់ជ្រើសរើសត្រូវដែលមកចូលរួមកម្មវិធីហ្នឹងតែស្របពេលដែលគាត់កំពុងដើរតាមផ្លូវហ្នឹងទីបំផុតតែយាយប៉ែអ្នកបម្រើពីរអ្នកហ្នឹងគឺទ្រាំលេងបានហើយនិយាយទៅពួកនាងគឺបានចាប់ចម្រិតគាត់យកមកលេងស៊ូមូមួយគ្នាតែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេយាយប៉ែ AOE ហ្នឹងគឺបានមកនិយាយថាទោះបីជាឥឡូវគាត់អត់ទាន់ព្រមក៏ដោយតែគាត់នឹងផ្លាស់ប្ដូរគំនិតនៅពេលដែលគាត់នឹងបានលេងស៊ូមូជាមួយនឹងពួកនាងពេញមកគឺចាប់បង្ខំកូនកន្លោះគេទាំងស្រុងតែម្ដងទីបំផុតសាច់រឿងក្នុងភាគទី11នៃរឿង To Your Apartment God Lie and Gentle របស់យើងគឺបានចប់ទៅនឹងហើយនិយាយទៅសាច់រឿងក្នុងភាគហ្នឹងគឺពិតជាវែងខ្លាំងមែនទែនហើយនេះអត់មានកាត់អស់មកចំនួនធំផងណាតែនៅសល់ប៉ុណ្្នឹងទៀតមិនធម្មតាទេសម្រាប់ទាំងចង់ឈួតអត់ផឹកទឹកវិញដល់ចង់អស់3លីត្រស្អកកខ្លាំងមែនទែនតែម្ដងពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្ដែងផាតមីនហើយយើងនៅសល់តែមួយភាគទៀតទេគឺបានចប់ហើយដោយរដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាការសម្ដែងផាតមីនមានចំណុចណាខ្វះខាតកុំភ្លេចចុច comment បែបមានផងហើយបើសិនជាចូលចិត្តគឺកុំភ្លេចចុច like មួយផងហើយកុំភ្លេចជួយចុច subscribe ហើយនិងចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗផាតមីនពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្ដែង anime ផាតមីនជំរាបលាបាយបាយ